បាទសួស្តីបងប្អូនទាំងអស់គ្នាបងប្អូនដឹងទេថានៅក្នុង Microsoft PowerPoint ក៏យើងអាចទាញយករូបភាពដែលមានលក្ខណៈ 3D ឲ្យវាមានចលនាបែបនេះបានដូចគ្នាអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាអំពីរបៀបនៃការទាញយក 3D ហើយនឹងដាក់ចលនារបស់វាឥឡូវនេះខ្ញុំនៅក្នុង PowerPoint ហើយ file នេះខ្ញុំដាក់ដើម្បី show ឲ្យបងប្អូនមើលមិញអញ្ចឹងខ្ញុំចូលទៅ home ហើយខ្ញុំ add new slide ខ្ញុំយកជាលក្ខណៈម្លែងដូចគ្នាដែរអញ្ចឹងរបៀបនៃការចូលទៅយក 3D នេះគឺយើងចូលទៅក្នុង insert តមកយើងឃើញពាក្យ 3D model ចឹងបងប្អូនចុចលើវាយើងនឹងឃើញមាន2ទី1គឺ this device គឺសម្រាប់ជ្រើសរើសយក 3D ដែលមានស្រាប់នៅក្នុងកុំព្យូទ័របងប្អូនអានឹងបើក្នុងករណីយើងមាន 3D ពីប្រភពខាងក្រៅណាផ្សេងទៀតចំណែកឯ stock 3D model នេះគឺវាមានស្រាប់នៅក្នុង Microsoft PowerPoint ហ្នឹងតែម្ដងអញ្ចឹងខ្ញុំយកចំណុចទី2យើងរងចាំវាមក plate ហើយការយកនេះវាទៅកុំព្យូទ័ររបស់បងប្អូនហ្នឹងភ្ជាប់ជាមួយនឹងអ៊ីនធឺណិតដែរអញ្ចឹងមិញខ្ញុំចង់បានរូបផែនដីអញ្ចឹងដើម្បីលឿនយើងអាច search តែម្ដងយើងឃើញផែនដីនេះវាមានច្រើនបែបអញ្ចឹងខ្ញុំយើងឆ្លាញ់មួយណាយើងយកមួយហ្នឹងទៅឧទាហរណ៍ថាខ្ញុំយករូបមួយនេះតមកយើងចុចលើពាក្យ insert បាទបន្ទាប់មកគឺបងប្អូនអាចធ្វើការសេរីតាមទំហំដែលបងប្អូនចង់បានយើងចង់បានធំឬមួយក៏បានតូចយើងទាញតាមតម្រូវការអញ្ចឹងខ្ញុំយកប៉ុណ្នេះចុះហើយមួយទៀតនៅពេលដែលយើង select លើវាយើងឃើញមានសញ្ញាព្រួញទៅព្រួញមកនេះអញ្ចឹងយើងចុចកន្លែងហ្នឹងឲ្យជាប់បងប្អូនអាចធ្វើការសេរីស្រង់ឬមួយក៏អាចធ្វើការទាញរំកិលទៅតាមតម្រូវការជាក់ស្ដែងរបស់បងប្អូនទៅហើយមួយចំណុចទៀតនៅពេលដែលយើងចុចលើ 3D model នេះក៏វាមានស្រាប់សម្រាប់ឲ្យយើងធ្វើការជ្រើសរើសព្រោះថាវាមានគំរូយ៉ាងប្រឆិតយ៉ាងពីលើពីជំហៀងពីអីចឹងទៅអានឹងតាមបងប្អូនស្រឡាញ់ពេញចិត្តជំហានទី2នៅពេលដែលយើង insert វាបានហើយយើងចូលទៅដាក់ animation សម្រាប់ 3D ហ្នឹងអញ្ចឹងយើង select ទៅលើរូបផែនដីហ្នឹងបន្ទាប់មកយើងចូលទៅក្នុង animation នៅក្នុង animation នេះបងប្អូនឃើញមានថ្មីដែលដាក់ចំណងជើង 3D បើពីមុនវិញវាមានតែ entrance emphasis អីឬមួយក៏ move អីមាន4នេះប៉ុន្តែនៅពេលដែលយើងរើស 3D មកវានឹងចេញ4ហ្នឹងអញ្ចឹងយើងមើលនៅខាងក្រៅនេះក៏បានដែរវាមាន arrive ដែល arrive នេះគឺវានឹងលេចឡើងចលនារបស់វានឹងលេចឡើងហើយបានវាវិលបន្តិចតែម្ដងនៅពេលដែលយើងមានតម្រូវការយក arrive បងប្អូនក៏ចុច arrive ហ្នឹងទៅហើយបើយើងចង់បាន turnable turnable នេះគឺវានឹងបង្វិលរូបផែនដីនឹងតែម្ដងអញ្ចឹងជាក់ស្ដែងផែនដីវាយើងត្រូវការឲ្យវាមានចលនាវិលបែបនេះវាឃើញវាមានសភាពរាងស្អាតអញ្ចឹងយើងអាចយកហ្នឹងទៅហើយចំពោះ swing គឺវាវិលទៅឆ្វេងវិលទៅស្ដាំហើយវាវិលមកឆ្វេងវិញអញ្ចឹងមកអាហ្នឹងជាចលនារបស់វាអញ្ចឹងខ្ញុំ preview ឲ្យបងប្អូនមើលវាវិលអញ្ចឹងហើយវាវិលមកវិញអញ្ចឹងមកអាហ្នឹងគឺ swing ហ្នឹងហើយចំណែកឯ jump and turn នេះគឺវានឹង load ហើយវាបវលតែគ្រាន់ថារូបផែនដីបើយើងដាក់បែបនេះវាមិនសូវសមទេបើជារូបមនុស្សរូបអីរូបក្មេងដូចដែលខ្ញុំបង្ហាញនៅវីដេអូខាងដើមនោះក៏វាតំណងដែរមានន័យថាគាត់ load ហើយគាត់បវលខ្លួនអីចឹងទៅហើយចំពោះ leave វិញគឺវានឹងបង្វិលបន្តិចហើយវានឹងបាត់រូបរាងវាតែម្ដងបាទអញ្ចឹងចលនាទាំង5នេះគឺសម្រាប់ដាក់ជាមួយនឹង 3D ហើយបើក្នុងករណីបងប្អូនមានតម្រូវការផ្សេងក្រៅពីហ្នឹងអាហ្នឹងយើងអាចជ្រើសរើសក្រៅពីហ្នឹងទៅ fly in fly out ទៅប៉ុន្តែវាអត់បានវិលធ្វើជាចលនាដូច 3D បានទេនេះវាគ្រាន់តែជាការចូលមកក្នុង slide ឬមួយក៏ចាក់ចេញឬមួយក៏ចលនាពីឆ្វេងទៅស្ដាំឬមួយក៏ពីស្ដាំឬមួយក៏ zoom អីចឹងទៅអាហ្នឹងវីដេអូមុនខ្ញុំក៏ធ្លាប់បានបរិយាយតាក់ទងជាមួយនឹងមុខងារនៃ animation មួយហ្នឹងបាទអញ្ចឹងរូបផែនដីនេះខ្ញុំយក
ខ្ញុំយក turnable ចឹងខ្ញុំ select លើ turnable ហើយបន្ទាប់មកទៀតបងប្អូនអាចកំណត់ផ្សេង turnable នេះបើក្នុងករណីយើងចង់កំណត់ចលនាផ្សេងទៀតយើងអាចមើលនៅចំកណ្ដាលនេះឃើញពាក្យ effect option ចឹងនៅក្នុងចំណុចនេះយើងមាន right យើងមាន up យើងមាន clockwise អានេះគឺបើយើងមើលអក្សរមិនយល់ថាម៉េចទេយើងអាចរាវទៅបងប្អូនអាចចុចលើវាទៅយើងនឹងឃើញចលនារបស់វាបាទអញ្ចឹងខ្ញុំយក right នេះចុះផែនដីវិលខ្ញុំយកបែបនេះហើយយើងមើលទៅខាងស្ដាំដៃបន្តិចយើងនឹងឃើញមានពាក្យ start និង start នេះតើយើងចង់ឲ្យ slide របស់យើងនឹងវាមានចលនាទៅតាមពេលដែលយើងចុច click ឬមួយក៏ with previous អានេះនៅពេលដែលយើងចូលទៅ slide ទី2គឺវានឹងវិលដោយខ្លួនឯងតែម្ដងហើយចំពោះ duration គឺជារយៈពេលនៃចលនារបស់វាវិលហ្នឹងតើយើងចង់បានប្រហែលវិនាទីអញ្ចឹងនេះ10 20វាយូរបើយើងដាក់10វិនាទីអញ្ចឹងកន្លែងនេះក៏វាចលនារបស់វាវិលរៀងលឿនជាងយើងដាក់20ដែរយើងដាក់កាន់តែតូចមានន័យថាវាវិលកាន់តែលឿននឹងតែម្ដងបាទអញ្ចឹងមួយចំណុចទៀតដែលយើងកំណត់ដែរនោះគឺការពេលដែលយើងធ្វើ slide បទបង្ហាញហើយចង់ឲ្យផែនដីនឹងវាវិលរហូតកុំឲ្យឈប់ដរាបណាតលតែយើងចុចទៅ slide មួយទៀតទើបឲ្យវាឈប់ធ្វើចលនាតែម្ដងអញ្ចឹងបងប្អូនអាចចុចទៅលើ animation pane តបមកនៅកន្លែងសញ្ញាព្រួយនេះយើងចុចលើពាក្យថា timing ដើម្បីកំណត់ឲ្យវាវិលរហូតតែម្ដងចឹងនៅក្នុង timing នេះគឺនេះ repeat នេះកន្លែង repeat នេះដល់ពេលដែលវាចប់អានេះយើងចង់បណ្ណាន់មានន័យថាវាវិលតែមួយជុំហើយវាហើយបើយើងយក2 3ជុំ4ជុំ5ជុំ10ជុំឬមួយក៏ until next click មានន័យថាតើតើយើងចុច click មួយបានវាឈប់វិលវាបន្តទៅ slide អានេះ until end of slide រហូតដល់ចប់ slide អញ្ចឹងខ្ញុំយកចុងក្រោយគេចុះតមកយើងចុច OK បាទអញ្ចឹងពេលនេះគឺនៅពេលដែលបងប្អូនធ្វើការ slide show វាគឺវានឹងវិលចលនានឹងដោយខ្លួនឯងរហូតទៅគឺគ្មានទីបញ្ចប់ទេមានន័យថានៅពេលដែលវាវិលចប់មួយជុំវានឹងចូលមួយជុំវិលមួយជុំចូលមួយជុំរហូតចឹងទៅតលតែ slide របស់បងប្អូនចុចទៅ slide បន្ទាប់ទី2មួយទៀតអានឹងបានវាឈប់វិលបាទនៅក្នុងការដាក់ចលនានឹងដែរយើងអាចប្រើ mob transition ក៏ស្អាតដែរដើម្បីឲ្យផែនដីនឹងវាវិលហើយនៅពេលដែលយើងចូលទៅ slide បន្ទាប់ឲ្យវាមានចលនាបំលាស់ទីទៅវារៀងស្អាតអញ្ចឹងវិធីគឺបងប្អូនត្រូវ duplicate ទៅលើវារួចហើយឧទាហរណ៍ថានៅក្នុង slide ទី2នេះខ្ញុំកិលផែនដីនឹងឲ្យមកចំហៀងហើយនឹងឲ្យវាតូចបែបនេះហើយបន្ទាប់មកទៀតខ្ញុំ duplicate មួយទៀតហើយផែនដីនេះខ្ញុំឲ្យវាមកខាងក្រោមចេះវិញបាទអានេះយើងគាត់ទៅធ្វើដើម្បីឲ្យវាមានចលនាវិលហើយបងប្អូនអាចដាក់មុនដំបូងអក្សរធំអញ្ចឹងទៅហើយដល់ពេលអានេះតូចយើងមានផ្ទាំង text ជាអត្ថបទអីសម្រាប់ពណ៌នាទៅលើផែនដីហ្នឹងអីចឹងទៅហើយខាងនេះដូចគ្នាដែរយើងអាចដាក់អក្សរនៅជំហៀងខាងនេះចឹងទៅបាទបន្ទាប់មកទៀតគឺយើងចូលទៅ transition ហើយយើងរើសយក mob transition ហើយមួយទៀតគឺយើងចុច apply to all ដើម្បីឲ្យវាចូលទៅ mob transition នឹងទាំងអស់តែម្ដងចឹងនៅពេលដែលខ្ញុំធ្វើការ slide show យើងឃើញ slide ទី1របស់យើងគឺវាវិលបែបហ្នឹងទៅអត់មានអក្សរអត់មានអីទេហើយដល់ពេលយើងចុច click មួយយើងឃើញផែនដីហ្នឹងវាវិលទៅវាទៅតូចទៅចំហៀងខាងឆ្វេងដៃចឹងមកហើយខ្ញុំវាមានអក្សរផ្ទាំងអក្សរនៅខាងស្ដាំចឹងមកហើយដល់ពេលខ្ញុំចុចមួយទៀតយើងឃើញផែនដីហ្នឹងធ្លាក់មកចុះក្រោមប៉ុន្តែវាមានចលនាវិលនឹងដូចគ្នាដែរបាទអានេះគឺជាការដាក់ animation ទៅលើ 3D ហើយយើងបូកផ្សំជាមួយនឹង transition mob ដែលវាបំលាស់ទី object របស់យើងនឹងឲ្យវាមានលក្ខណៈ smooth ដោយវាមិនដាច់ពី slide មួយទៅ slide មួយបាទអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំចែករំលែកបងប្អូនត្រឹមប៉ុណ្ណឹងអរគុណច្រើនបងប្អូនទាំងអស់គ្នាសម្រាប់
ការតាមដានទស្សនាហើយកុំភ្លេចជួយចុច Subscribe Like ហើយនឹង Share ទៅកាន់មិត្តភ័ក្តិរបស់បងប្អូនទាំងអស់គ្នាដែលកំពុងតែប្រើប្រាស់ឬមួយក៏មានតម្រូវការនៅក្នុងការសិក្សា Microsoft PowerPoint ឯជាដើមយើងជួបគ្នាវីដេអូក្រោយៗបន្តទៀត